យោធាថៃនៅថ្ងៃទី2ខែមករាឆ្នាំ2026បានដាក់ពង្រាយកុងតឺន័រចំនួន84ទូនៅក្នុងស្រុកឃុំសុកនៃខេត្តស្រះកែវប្រឈមទល់គ្នាទៅនឹងក្រុងប៉ោយប៉ែតបន្ទាប់ពីបានយកទូកុងតឺន័រដូចគ្នានេះបិទភូមិព្រៃច័ន្ទភូមិជោគជ័យហើយរីបន្លាលួសនៅតំបន់បឹងត្រកួនក្នុងខេត្តបន្ទាយមានជ័យនិងតំបន់ថ្មដានៅខេត្តពោធិ៍សាត់សារព័ត៌មានក្នុងស្រុកថៃរាយការណ៍ថាការដំឡើងកុងតឺន័រដោយរបងនេះគឺជាវិធានការសន្តិសុខដើម្បីការពារសុវត្ថិភាពពលរដ្ឋថៃនិងទប់ស្កាត់ការឈ្លានពានទឹកដីរបស់ខ្លួនក៏ប៉ុន្តែរាជធានីភ្នំពេញចាត់ទុកថាការដំឡើងទូកុងតឺន័ររាយបន្លាលួសនឹងដោតទង់ជាតិនៅលើដែនដីណាមួយដែលមិនទាន់ខណ្ឌចែកខណ្ឌសីមារវាងកម្ពុជានិងថៃទៅតាមព្រំដែនអន្តរជាតិគឺជាទង្វើរំលោភបំពានផ្ទុយពីសេចក្តីប្រកាសរួមដែលភាគីទាំងពីរបានឯកភាពគ្នាកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025លក្ខខណ្ឌនៃសេចក្តីប្រកាសតម្រូវឲ្យកម្ពុជានិងថៃរក្សាកន្លែងឈរជើងនៅទីតាំងបច្ចុប្បន្នដោយមិនធ្វើសកម្មភាពរំលោភដែនដីភាគីម្ខាងទៀតហើយការឈរជើងនេះនឹងមិនប៉ះពាល់ទៅដល់ខ្សែបន្ទាត់ព្រំដែនអន្តរជាតិនៃប្រទេសទាំងពីរទេក្នុងន័យនេះកម្ពុជាមិនទទួលស្គាល់ការផ្លាស់ប្ដូរខ្សែបន្ទាត់ដោយកម្លាំងនោះឡើយហើយគណៈកម្មការខណ្ឌសីមាព្រំដែនគោក JBC របស់កម្ពុជាបានស្នើប្រជុំបន្ទាន់មួយជាមួយនឹង JBC ថៃក៏ប៉ុន្តែរដ្ឋមន្ត្រីការបរទេសថៃថាមិនបាច់ប្រញាប់ទេក្រៅពីពង្រាយទូកុងតឺន័រសារព័ត៌មានក្នុងស្រុកថៃបានរាយការណ៍ពីយោធាថៃបន្តជីកលេនដ្ឋាននៅតាមបណ្ដោយព្រំដែនកម្ពុជានិងថៃផងដែរ